ក្រុមប្រឹក្សាជាតិតស៊ូទាមទារយ៉ាងទទូចជាថ្មីទៀតឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវតែប្រកាសបង់សងបំណុលជំនួសក្រុមគ្រួសារនៃប្រជាពលកររងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅឯប្រទេសមីយ៉ាន់ម៉ាឬភូមានិងនៅក្នុងប្រទេសថៃដោយសារការរំជួយដីបាក់រលំអគារការប្រកាសបង់សងបំណុលជំនួសក្រុមគ្រួសាររងគ្រោះនេះរដ្ឋាភិបាលត្រូវតែធ្វើបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកត្រួតត្រាប្រទេសជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះក្នុងគ្រាអាសន្នបន្ថែមលើជំនួយសង្គមគិច្ចឲ្យបានស័ក្តិសមនឹងការការពារផលប្រយោជន៍ពាក់ព័ន្ធទាំងអស់ដល់ក្រុមគ្រួសារជនរងគ្រោះក្រុមប្រឹក្សាជាតិតស៊ូប៉ាន់ប្រមាណឃើញថាទំហំបំណុលដែលក្រុមគ្រួសារជនរងគ្រោះជំពាក់សាខាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសមានបរិមាណមិនលើសពី$1 លាននោះទេទំហំលុយ$1 លាននេះតិចតួចណាស់បើប្រៀបធៀបទៅនឹងគម្រោងចំណាយរបស់រដ្ឋាភិបាលក្នុងគ្រាអាសន្នហើយចំនួនលុយ$1 លាននេះគឺពិតជាតិចតួចមែនទែនបើប្រៀបធៀបទៅនឹងការចាយវាយឥតប្រយោជន៍របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដែលការចំណាយរបស់អ្នកទាំងពីរនេះគឺសុទ្ធតែជាលុយជាតិជាលុយញើសឈាមបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រាន់តែលោកហ៊ុនសែនចាយលុយទិញទឹកចិត្តសកម្មជនសង្គមទិញទឹកចិត្តសកម្មជននយោបាយរហូតទៅដល់អ្នកនយោបាយប្រជាធិបតេយ្យជាន់ខ្ពស់ដល់100នាក់ម្នាក់$20,000ក៏មានម្នាក់$10,000ក៏មានលើសពីនេះក៏មានសរុបរាប់10 លាន$ដែលជាចំណាយឥតប្រយោជន៍ហើយនាំតែការបែកបាក់កាន់តែធំដល់សង្គមខ្មែរគ្រាន់តែលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតលេង Facebook ទិញ likes ទិញ shares ហើយនឹងជួលមនុស្សឲ្យចូលសរសេរបញ្ចើក្រុមគ្រួសារគាត់លើបណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃក្នុងមួយឆ្នាំលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតចាយមិនតិចជាង$2 លាននោះទេនេះមិនទាន់រាប់ក្រុមបុគ្គលដែលឆ្នើមខាងការជេរប្រមាថលើបណ្ដាញសង្គម Facebook ជាច្រើនអ្នកទៀតដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតចាយលុយទិញផ្ទះទិញឡានឲ្យនឹងការចំណាយជាប្រចាំទៅលើពួកគេឲ្យអង្គុយជេរប្រមាថលើបណ្ដាញសង្គមលើប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យយុត្តិធម៌សង្គមហើយនឹងអ្នកនយោបាយប្រជាធិបតេយ្យចំណាយឥតបានការទាំងនេះគ្រាន់តែការលេង Facebook របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតសរុបទៅរាប់10 លាន$គ្រាន់តែលោកហ៊ុនសែនទិញនាឡិកាពាក់ហើយការបែកធ្លាយលើបណ្ដាញសង្គមមានចំនួន8គ្រឿងសរុបជាលុយជិត$25 លានគ្រាន់តែលោកហ៊ុនសែនចាយលុយក្នុងការផលិតគុណកូនប្រុសក្រោមព្រះច័ន្ទអត់ពន្លឺរបស់គាត់សរុបជាលុយប្រមាណ$10 លានគ្រាន់តែលោកហ៊ុនសែនគ្រោងរៀបចំពិធីរាំរែកនៅទូទាំងប្រទេសក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខហ្នឹងដើម្បីក្រុមគ្រួសាររបស់គាត់ទៅថតរូបថតវីដេអូបំផុសបំភាន់ចែកជូនប្រជាពលរដ្ឋខ្មែរនិងពិភពលោកថាកម្ពុជាសប្បាយណាស់ហើយកម្មវិធីនេះដឹកនាំរៀបចំដោយលោកហ៊ុនម៉ាណីសហភាពសហព័ន្ធយុវជនកម្ពុជាហ្នឹងណាលោកហ៊ុនសែនគ្រោងចាយលុយរហូតទៅដល់$20 លានដែលមិនបានផ្ដល់ផលប្រយោជន៍
ដល់ប្រជាពលរដ្ឋខ្មែរក្រីក្រវេទនានិងជំពាក់បំណុលវ័នកនៅទូទាំងប្រទេសនោះទេដូច្នេះទំហំបំណុលសរុបត្រឹមតែ$1 លានដែលក្រុមគ្រួសារប្រជាពលកររងគ្រោះបាត់បង់ជីវិតនៅឯប្រទេសមីយ៉ាន់ម៉ាឬភូមានិងនៅក្នុងប្រទេសថៃជំពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុគឺជាបរិមាណដ៏តិចតួចបំផុតបើប្រៀបធៀបទៅនឹងការចំណាយឥតបានការឥតប្រយោជន៍ដល់រាប់រយលាន$របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតម្ល៉េះហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគ្មានលេសសមរម្យទេនៅក្នុងការសម្ងំមិនព្រមប្រកាសបង់សងបំណុលជំនួសក្រុមគ្រួសារជនរងគ្រោះបើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅតែបន្តមិនអើពើតទៅទៀតយើងដែលជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសប្រើ Facebook បណ្ដាញសង្គមនានារួមទាំងការធ្វើការតវ៉ាតាមរបៀបបងប្អូនដើម្បីជំរុញដាច់ខាតឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវតែបង់សងបំណុលជំនួសក្រុមគ្រួសារជនរងគ្រោះយើងសរសេរដូចគ្នាក្នុងខ្លឹមសាររដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានកាតព្វកិច្ចជួយបង់សងបំណុលជំនួសក្រុមគ្រួសារនៃប្រជាពលកររងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅឯប្រទេសមីយ៉ាន់ម៉ាឬភូមានិងនៅក្នុងប្រទេសថៃបើត្រឹមតែរឿងតូចតាចប៉ុណ្ណឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនអាចដោះស្រាយបានទេលោកហ៊ុនម៉ាណែតខ្លួនឯងគួរពិចារណាចុះចេញពីតំណែងនាយករដ្ឋមន្ត្រីទៅកុំនៅរហូតទៅដល់ប្រជាពលរដ្ឋខ្មែរទាញទម្លាក់ខ្មាស់គេពេញពិភពលោកហើយត្រូវប្រឈមនៅចំពោះមុខច្បាប់អក្រិតកម្មផង